người chủ sọการล้างเชิญเหมือนแต่อย่าไปใบชนำจังข่อยนี่พี่เชิญการลืมหนูได้มินไว้จะปีดำไว้ดำออกไปแผ่มชนำตากับตาถึงอ๋อนี่การล้างแต่สะไอให้เป้ได้มินจึงเงือchủ sọให้ตาเยืองกูเทอวิธีนักล่ะសួរអ្នកគ្រូ สួរ ចាអ្នកគ្រូថ្ងៃនេះខ្ញុំមានសំណួរខ្លះៗចង់មកសួរអ្នកគ្រូ ចា ចាអ្នកគ្រូសម័យបច្ចុប្បន្នឃើញថាជំងឺឈូសក់គឺកើតឡើងខ្លាំងមែនទែនតើមកពីអ្វីដែរអ្នកគ្រូ បច្ចុប្បន្នជំងឺchủ sọកើតឡើងខ្លាំងទី1វាកើតឡើងខ្លាំងដោយសារចំណីអាហារដែលយើងញ៉ាំចូលញ៉ាំចំណីអាហារដែលមានជាតិផ្អែមខ្លាំងចំណីអាហារដែលមិនសូវសម្បូរសារធាតុចិញ្ចឹមដល់ស្បែកក្បាលទី2វាកើតឡើងដោយសារការប្រើប្រាស់ផលិតផលតាមគ្នាផលិតផលបានន័យថាភាគច្រើនយើងចិត្ត search Google យើងគិតថាគេប្រើត្រូវយើងប្រើត្រូវដែរហើយយើងអានទៅតាម website ជាច្រើនដែលដាក់មកអញ្ចឹងយើងអត់ដឹងថាអាមួយណាប្រើត្រូវឲ្យប្រកបទេយើងប្រើតាមគ្នាអាហ្នឹងគឺជាបញ្ហាដែលចោទបំផុតដែលធ្វើឲ្យស្បែកក្បាលយើងមានបញ្ហាធ្ងន់ធ្ងរ ចាអ្នកគ្រូតើការប្រើប្រាស់ផលិតផលតាមគ្នាធ្វើឲ្យខូចស្បែកក្បាលអត់ ការប្រើប្រាស់ផលិតផលតាមគ្នាតើធ្វើឲ្យខូចស្បែកក្បាលអត់វាមានរឿងពីរឧទាហរណ៍ថាយើងប្រើតាមគ្នាប៉ុន្តែយើងដឹងពីសារធាតុផ្សំច្បាស់យើងដឹងពីស្បែកក្បាលខ្លួនឯងច្បាស់អាហ្នឹងអត់មានបញ្ហាទេប៉ុន្តែពេលដែលយើងប្រើផលិតផលតាមគ្នាយើងអត់ដឹងថាអាហ្នឹងវាមានសារធាតុផ្សំអីគេខ្លះទេហើយស្បែកក្បាលយើងមិនដឹងថាជាស្បែកក្បាលប្រភេទអីហើយយើងចេះតែយកមកប្រើតាមគេមួយថ្ងៃបន្តិចវាធ្វើឲ្យបំផ្លាញស្រទាប់ក្រៅនៃស្បែកក្បាលបូកផ្សំមួយការយើង stress ផងការយើងញ៉ាំចំណីអាហារអត់បានល្អគ្រប់គ្រាន់ផងអាហ្នឹងឲ្យធ្វើបំផ្លាញស្បែកក្បាលយើងខ្លាំងមែនទែន ចាអ្នកគ្រូចុះជំងឺឈូសក់ហ្នឹងគឺឆ្លងអត់អ្នកគ្រូ អានេះគឺនៅតែមានរងហើយនៅតែមានអ្នកជំងឺគឺគាត់សួរបងថាខ្ញុំឈូសក់ខ្លាំងហើយកូនរបស់ខ្ញុំគេងលើខ្នើយជាមួយខ្ញុំគឺខ្ញុំអត់ឲ្យគាត់គេងលើខ្នើយជាមួយគ្នាដែលខ្ញុំបារម្ភថាជំងឺឈូសក់ហ្នឹងគឺវាឆ្លងអត់ឆ្លងទេបងធានាឲ្យ 100% ជំងឺជ្រុះសក់มันអាចឆ្លងតាមការកោយខ្នើយមួយគ្នាការអោបគ្នាការថើបគ្នាប្តីប្រពន្ធក៏អត់ច្បាច់បារម្ភដែរអ្នកខ្លះប្តីគាត់ជ្រុះសក់គាត់ថាខ្ញុំអត់ហ៊ានគេងខ្នើយមួយប្តីខ្ញុំខ្លាចជ្រុះសក់ដែរអត់ទេអត់ឆ្លងទេ ចាអ្នកគ្រូក្នុងនាមអ្នកគ្រូជាវិជ្ជបណ្ឌិតឯកទេសសក់តើអ្វីទៅដែលអ្នកគ្រូបារម្ភជាងគេ សម្រាប់បងជាវិជ្ជាបណ្ឌិតឯកទេសសក់មួយរូបបងបារម្ភជាងគេគឺការថែទាំស្បែកក្បាលប្រទេសយើងប្រជាជនយើងអាចនិយាយបានថាភាគច្រើនគាត់ដឹងថាតើការថែទាំស្បែកក្បាលដែលត្រឹមត្រូវហ្នឹងបែបណាអ្នកនេះនិយាយថាប្រើនេះត្រូវគឺគាត់ប្រើអ្នកនេះនិយាយថាប្រើនោះត្រូវគឺគាត់ប្រើប៉ុន្តែជារួមមួយដែលថាតើការថែទាំស្បែកក្បាលដែលត្រឹមត្រូវទៅតាមផ្លូវណាគឺអត់ទាន់មានការដឹងទូលំទូលាយទេហើយចំណីអាហាររបស់យើងគឺនាំចូលច្រើនសម្បូរទៅដោយសារជាតិគីមីបំផ្លាញដល់ស្បែកក្បាលបំផ្លាញដល់សារភាពក្នុងខ្លួនរបស់គ្រឿងកំប៉ុងដែលមានជាតិផ្អែមខ្លាំងគឺបំផ្លាញខ្លាំងមែនទែនអញ្ចឹងក្នុងនាមបងជាវិជ្ជាបណ្ឌិតគឺបងទទូចទៀតការប្រើប្រាស់ផលិតផលការញ៉ាំចំណីអាហាររហូតដល់ការឆែកសុខភាពប្រចាំខ្លួនបានន័យថា6ខែឬ1ឆ្នាំយើងគួរតែធ្វើ body check up ម្ដងដើម្បីឲ្យយើងដឹងថាក្នុងខ្លួនរបស់យើងហ្នឹងមានជំងឺអីគេព្រោះមានជំងឺមួយចំនួនគឺវាធ្វើឲ្យពេលដែលយើងកើតហើយគឺយើងជ្រុះសក់អត់ដឹងខ្លួនទេ